បើខ្ញុំប្រើអស់ហើយជាអស់3កំប៉ុង3កំប៉ុងចាបងចា វាឡើងធ្វើទុកទៅអីក្នុងពោះយើង បាទអ៊ំពូមីងលោកតាលោកយាយសម្រាប់អ៊ំពូមីងលោកតាលោកយាយដែលមានបញ្ហាឈឺកាពះពោះវៀនជោគឆ្អល់សៀននៅក្នុងកាពះបបាក់រំលាយអាហារបបាក់បត់ជើងអាស៊ីតក្នុងកាពះមេរោគក្នុងកាពះឈឺកាពះរ៉ាំរ៉ៃប្រើគ្រប់វិធីសាស្ត្រមិនបានសមប្រកបបងប្អូនណាបាទបងប្អូនអាចជ្រើសរើសយកម្សៅ PP សញ្ញាក្រូចឆ្មាដែលជាផលិតផលរបស់កូនខ្មែរយើងធ្វើឡើងអំពីបន្លែផ្លែឈើនៅក្នុងស្រុកគ្មានសារជាតិគីមីហើយឯកទេសខ្ពស់មែនទែននៅក្នុងការដោះស្រាយបញ្ហាកាពះពោះវៀនជាពិសេសបញ្ហាជោគឆ្អល់សៀននៅក្នុងកាពះបបាក់រំលាយអាហារបបាក់បត់ជើងអាស៊ីតក្នុងកាពះមេរោគក្នុងកាពះឈឺកាពះរ៉ាំរ៉ៃហើយសម្រាប់ម្សៅ PP នេះផងដែរគឺជាប្រភេទម្សៅបងប្អូនណាពេលយើងញ៉ាំទៅធ្វើឲ្យកាពះពោះវៀនយើងចុកឆ្អល់ឈឺគឺហូបរយៈពេលត្រឹម10ថ្ងៃទៅ15ថ្ងៃគឺមានអារម្មណ៍ថាស្រួលខ្លួនអត់ឈឺអត់ឆ្អល់អត់ចុកអីទាំងអស់ ស្ពឹកដៃខោជើងអីត្រូវទាំងអស់ដល់ឥឡូវខ្ញុំអត់ស្ពឹកចាបាត់ស្ពឹកបើកម៉ូតូអីស្ពឹកឥឡូវលែងស្ពឹកអីលែងហើយរបស់ PP សញ្ញាក្រូចឆ្មាជារបស់ពិត